សំណួរខ្ញុំឆ្លើយចេញមកសំណួរបាន200000ប្រាប់ឈ្មោះសងសៅណៃម្នាក់អ្នកមីងមកកូនអ្នកមីងប្រាប់ឈ្មោះសងសាម្នាក់អ្នកមីងត្រៀមដៃកណ្ដាប់ដៃហ៎ដៃចាំហើយនេះឆ្លើយណាខ្ញុំអត់មានសងសាអត់មានទេតោះបានហើយឆ្លើយឆ្លើយតោះសំណួរអីក៏បានមែនហ្នឹងហើយតើអនាគតប្រពន្ធណែឈ្មោះអីគឺតែម្នាក់ឯងសន្តិបានឡើយមកបងអូនប្រុសអត់ចង់ឆ្លើយទេឥឡូវឆ្លើយមិនចាញ់អាហ្នឹងលុយបងតើអនាគតប្រពន្ធបងអូនឈ្មោះអ្វីតើឆ្លើយបណ្ដាឈ្មោះហៀងឆ្លើយចេញឈ្មោះស្រីហ្នឹងហើយហៀងមិនស្រីហៀងឈ្មោះស្រីហៀងឈ្មោះស្រីដែរតោះសំណួរហ្នឹងខ្ញុំបានពីពូពាក់មីតើមេដាបៃតារបស់ព្រះសមណគោតមមានព្រះនាមអ្វីឆ្លើយខុសបាបចេះតែឆ្លើយបាបអូមែនតាឆ្លើយខុសក៏បាបចេះតែឆ្លើយក៏បាប10មករៀនតែពីនយោបាយហើយបងហើយណាបងហើយជាតិក្រោយបងនឹងកើតជាអីជាតិក្រោយចង់កើតជាមនុស្សលោកប៉ុន្តែចង់ស្មោះខ្ញុំជាតិនឹងអត់ស្មោះហ្នឹងតែខ្ញុំឆ្លើយចេញតែដែរសូមស្វាគមន៍មកកាន់គិរីសានតែឥឡូវនេះផងដែរគឺថាគិរីសានមានសមាជិកចំនួន3នាក់ទៀតហើយដូចជាបងស៊ូវិនបងហារតីនីកាហើយខ្ញុំក៏ទទួលបានលុយ1លានរៀលពីបងនីតូយកទៅធ្វើបនផងដែរនៅគិរីសានគឺមានផលិតផលជាច្រើនថ្នាំដុសធ្មេញ Anchor និងមួយទៀតផងដែរគឺជាចំណីរបស់កូនដែលរួមមានចំណីគីគីនិងចំណីមៀវដៃពីរសួរសំណួរដែលខ្ញុំឆ្លើយចេញមកសំណួរបាន20000ប្រាប់ឈ្មោះសងសៅណៃម្នាក់អ្នកមីងមកកូនអ្នកមីងប្រាប់ឈ្មោះសងសាម្នាក់អ្នកមីងត្រៀមដៃកណ្ដាប់ដៃហ៎ដៃចាំហើយនេះឆ្លើយណាខ្ញុំអត់មានសងសាអត់មានទេតោះបានហើយឆ្លើយឆ្លើយតោះសំណួរអីក៏បានមែនហ្នឹងហើយតើអនាគតប្រពន្ធណែឈ្មោះអីគឺតែម្នាក់ឯងសន្តិបានឡើយមកបងអូនប្រុសអត់ចង់ឆ្លើយទេឥឡូវឆ្លើយមិនចាញ់អាហ្នឹងលុយបងតើអនាគតប្រពន្ធបងអូនឈ្មោះអ្វីតើឆ្លើយបណ្ដាឈ្មោះហៀងឆ្លើយចេញឈ្មោះស្រីហ្នឹងហើយហៀងមិនស្រីហៀងឈ្មោះស្រីហៀងឈ្មោះស្រីដែរតោះសំណួរហ្នឹងខ្ញុំបានពីពូពាក់មីតើមេដាបៃតារបស់ព្រះសមណគោតមមានព្រះនាមអ្វីឆ្លើយខុសបាបចេះតែឆ្លើយបាបអូមែនតាឆ្លើយខុសក៏បាបចេះតែឆ្លើយក៏បាប10មករៀនតែពីនយោបាយហើយបងហើយណាបងហើយជាតិក្រោយបងនឹងកើតជាអីជាតិក្រោយចង់កើតជាមនុស្សលោកប៉ុន្តែចង់ស្មោះខ្ញុំជាតិនឹងអត់ស្មោះហ្នឹងតែខ្ញុំឆ្លើយចេញតែដែរសូមស្វាគមន៍មកកាន់គិរីសានតែឥឡូវនេះផងដែរគឺថាគិរីសានមានសមាជិកចំនួន3នាក់ទៀតហើយដូចជាបងស៊ូវិនបងហារតីនីកាហើយខ្ញុំក៏ទទួលបានលុយ1លានរៀលពីបងនីតូយកទៅធ្វើបនផងដែរនៅគិរីសានគឺមានផលិតផលជាច្រើនថ្នាំដុសធ្មេញ Anchor និងមួយទៀតផងដែរគឺជាចំណីរបស់កូនដែលរួមមានចំណីគីគីនិងចំណីមៀវដៃពីរ